សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការទស្សនានៃការសូរអំពី Node.js ថ្ងៃនេះដែរនេះខ្ញុំចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាបានស្គាល់អំពី Node.js និងខ្ញុំមានកូដដើម្បីសូរអ្នកទាំងអស់គ្នាខ្លះឥឡូវនេះខ្ញុំមកធ្វើបទបង្ហាញឥឡូវនេះខ្ញុំចង់run Node.js ដោយប្រើ npm start បន្ទាប់មកទៀតយើង enter វាមកហើយក៏បានហើយបើយើងចង់ដឹងថាលើ npm start ហ្នឹងបានឬមិនបានយើងចូលទៅមើលនៅក្នុងជ្រោមដែលខ្ញុំទៅ search នៅក្នុងជ្រោមហើយខ្ញុំក៏វាយពាក្យថា local ដោយយើងវាយ local តែនាងខ្ញុំសុំដូរ port វាដាក់ថា8000ដោយសារតែនៅក្នុងកូដខ្ញុំទៅសេវា 8000វានឹងចេញ welcome to node course ឥឡូវយើងទៅមើលនៅក្នុងកូដមាន port 8000ហើយមានដូចជានៅកន្លែងនេះគឺ welcome to node course ឥឡូវយើងទៅកាន់នេះទាំងអស់គ្នាយើង copy នេះlocal ហ្នឹងមកយើងយកវាទៅដើម្បីសូចង់ដឹងតេស្តវានៅក្នុងនេះនៅក្នុងនេះឯង new require ដែលខ្ញុំប្រើវាដែលខ្ញុំប្រើ get ដែលមានពាក្យថា welcome ខ្ញុំលុបចោលខ្ញុំដាក់ copy ខ្ញុំយកមកមិញហ្នឹងគឺ user ហើយយើងនឹងឃើញអ្វីដែលមាននៅក្នុង database ឥឡូវនេះខ្ញុំដូរ method ទៅជា post វិញឥឡូវខ្ញុំដូរ post នេះដើម្បី insert ទិន្នន័យចូលអញ្ចឹងខ្ញុំដើម្បី insert ទិន្នន័យចូលខ្ញុំត្រូវចុចទៅលើ body បន្ទាប់មកខ្ញុំ copy មក Ctrl Cហើយ Ctrl V តែខ្ញុំលុប semicolon ចេញហើយ ID ដោយសារយើងដាក់នៅក្នុង database គឺ auto increment ហើយខ្ញុំ send insert successful ហើយក៏យើងចូលមកមួយទៀតគឺ delete ចុច delete មកខ្ញុំចង់ដឹងថា delete បានឬក៏មិនបានខ្ញុំដាក់ ID វាមួយមកចង់ដឹងថាវាបានអត់ ID 12ខ្ញុំ send ទៅ delete successful yes យើងបានហើយឥឡូវយើងទៅ message មួយទៀតគឺ put ខ្ញុំ send ទៅគឺ update successful អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ចំណាយពេលដ៏មានតម្លៃសម្រាប់ទស្សនានិងបើសិនជាមានវីដេអូក្រោយខ្ញុំនឹងធ្វើបន្តឲ្យអ្នកទាំងអស់គ្នាសូមអរគុណ